ចំពោះប្រការណាគ្រប់អង្គដែលនៅក្នុងស្រុកខ្មែរហើយនឹងសូមនមស្ការចំពោះសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុទ្ធធម៌សង្គមទាំងអស់ហើយសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទូទាំងប្រទេសកម្ពុជាហើយនឹងក៏ដូចជាញាតិញោមពុទ្ធបរិស័ទនៅលើសកលលោកផងដែរថ្ងៃនេះខ្ញុំក៏ណាត់អាត្មាភាពបានមានមតិមួយដើម្បីរិះគន់តំណាងរាស្ត្រមួយរូបដែលបាននិយាយតាមអាស៊ីសេរីកាលពីយប់ថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2014នៅវិទ្យុអាស៊ីសេរីហើយគាត់តែងតែបានរិះគន់ប្រសង់ដែលបានចូលរួមការងារសង្គមជាច្រើនដែលប្រសង់តែងតែបានចូលរួមសង្គមហើយលោកឈៀងវុនតែងតែរិះគន់ប្រសង់ជារៀងរហូតថ្ងៃនេះក្នុងនាមអាត្មាភាពជាប្រសង់ខ្មែរក្នុងនាមអាត្មាភាពជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យអាត្មាភាពមិនទទួលស្គាល់លោកឈៀងវុនជាតំណាងរាស្ត្ររបស់អាត្មាភាពជាតំណាងរាស្ត្ររបស់ព្រះសង្ឃទេអាត្មាភាពសូមប្រឆាំងដាច់ខាតមិនទទួលស្គាល់លោកឈៀងវុនជាតំណាងរាស្ត្រជាតំណាងរបស់ព្រះសង្ឃក៏ដូចជាតំណាងរាស្ត្ររបស់ព្រះសង្ឃនៅក្នុងប្រទេសកម្ពុជាទេក្នុងនាមអាត្មាជាព្រះសង្ឃគឺអាត្មាត្រូវហ៊ានរិះគន់ចំពោះមេដឹកនាំឬក៏តំណាងរាស្ត្ររូបណាដែលកើតឡើងដោយសារប្រសង់កើតឡើងដោយសារប្រជាជនកើតឡើងដោយសារពលរដ្ឋខ្មែរខ្លួនឯងហើយតែងតែជិះជាន់ខ្មែរខ្លួនឯងតែងតែយកបានអំណាចតែងតែយកអំណាចមកជិះជាន់ប្រសង់មកជិះជាន់គ្នាប្រជាជនទូទាំងប្រទេសជាពិសេសដោយបញ្ហាដីធ្លីញាតិញោមពុទ្ធបរិស័ទប្រការណាគ្រប់អង្គបានឃើញហើយលោកតំណាងរាស្ត្រឈៀងវុនដែលយើងតែងតែឃើញគាត់ប្រមូលមាត់គាត់ធំណាស់ហើយជោគដានគាត់ក៏ជារលាស់ហើយគាត់បានទៅចូលក្នុងវត្តចាស់ហើយគាត់តែងតែពោលពាក្យអសុរោះជាមួយនឹងអ្នកដែលបាត់បង់ដីធ្លីដែលបានមកពីខេត្តបាត់ដំបងហើយនឹងខេត្តផ្សេងៗទៀតដែលបានស្នាក់នៅវត្តចាស់ហើយជាពិសេសគឺបានតែងតែរិះគន់ដល់ព្រះសង្ឃនៅក្នុងវត្តនោះជាពិសេសដូចថ្ងៃមួយនោះគឺអាត្មាមិនបានចាំថ្ងៃទេគឺគាត់តែងថាបើសិនតែព្រះសង្ឃអង្គណាដែលចង់ចូលរួមការងារសង្គមចង់ជួយដោះស្រាយញាតិញោមពុទ្ធបរិស័ទត្រូវតែដោះស្បង់ឈ្មោះចេញទៅលៀបព្រះខោដោយគាត់តាមពិតអត់មានទេញាតិញោមពុទ្ធបរិស័ទព្រះសង្ឃក៏អាចឈឺឆ្អាលចំពោះជាតិបានដែរព្រះសង្ឃក៏អាចចូលរួមជាមួយសង្គមជាតិបានដែរក្នុងនាមព្រះសង្ឃជាកូនខ្មែរក្នុងនាមព្រះសង្ឃជាអ្នកកាន់ពុទ្ធសាសនាពុទ្ធសាសនាជាសាសនារបស់រដ្ឋធម្មនុញ្ញបានចែងហើយញាតិញោមពុទ្ធបរិស័ទគឺព្រះសង្ឃមានកាតព្វកិច្ចជួយញាតិញោមពុទ្ធបរិស័ទច្រើនណាស់បាត់មួយ